nơiផ្នែកសង្គ្រោះបន្ទាន់នៅជំងឺធ្ងន់នៅមន្ទីរពេទ្យកម្លាំងអង្គរយើងអាចថាជាកន្លែងមួយដែលសំខាន់របស់មន្ទីរពេទ្យឬយើងអាចនិយាយថាកន្លែងស្លាប់រស់របស់មន្ទីរពេទ្យក៏បានដែរដោយសារតែកន្លែងសង្គ្រោះបន្ទាន់នៅជំងឺធ្ងន់ហ្នឹងគឺយើងទទួលព្យាបាលកុមារដែលមានសភាពធ្ងន់ធ្ងរដែលត្រូវការព្យាបាលឲ្យបានរហ័សហើយទាន់ពេលវេលាដូច្នេះហើយបុគ្គលិកដែលបម្រើការនៅផ្នែកសង្គ្រោះបន្ទាន់នៅជំងឺធ្ងន់ហ្នឹងគឺត្រូវមានបុគ្គលិកប្រចាំការ24ម៉ោងលើ24ម៉ោងវាប្រៀបដូចនឹងបេះដូងរបស់យើងដែលត្រូវការពេលដើររហូតដល់មានពេលឈប់សម្រាកជាក់ស្ដែងកាលពីឆ្នាំ2025កន្លងទៅនេះផ្នែកសង្គ្រោះបន្ទាន់នៅជំងឺធ្ងន់នៃមន្ទីរពេទ្យកម្លាំងអង្គរយើងបានទទួលព្យាបាលកុមារមានប្រហែលជា1700ករណីដូច្នេះហើយដើម្បីឲ្យមន្ទីរពេទ្យកម្លាំងអង្គរបន្តបេសកកម្មក្នុងការផ្តល់ការព្យាបាលថែទាំកុមារប្រកបដោយគុណភាពនិងសេចក្តីមេត្តាករុណាខ្ញុំសូមអំពាវនាវឲ្យសប្បុរសជនទាំងអស់មេត្តាចូលរួមបរិច្ចាគដើម្បីទ្រទ្រង់សកម្មភាពរបស់មន្ទីរពេទ្យយើងបន្តទៅមុខទៀតសូមអរគុណ